ជំរាបសួរខ្ញុំបាទឈ្មោះអ៊ូនីមុលជាប្រធានផ្នែកបច្ចេកទេសការពារជំរាបទឹករបស់ក្រុមហ៊ុនបូទីកាថ្ងៃនេះខ្ញុំបាទសូមបង្ហាញនៅរបៀបប្រើប្រាស់កៅស៊ូបបិទការពារជំរាបទឹកកៅស៊ូបបិទនេះដែរមានលក្ខណៈពិសេសដែលមានបន្ទះស្រទាប់អលុយមីញ៉ូមនៅពីលើអត្ថប្រយោជន៍នៃកៅស៊ូបបិទការពារជំរាបទឹកបានល្អតោងស្អិតនឹងផ្ទៃបានល្អមានភាពធន់នឹងស្វិតបានយូរអង្វែងមានចំណាំងផ្លាតពន្លឺកាំរស្មីព្រះអាទិត្យកាត់បន្ថយកម្ដៅចូលទៅក្នុងអាគារធន់នឹងអាកាសធាតុក្ដៅខ្លាំងនិងបិទបែនបានយ៉ាងល្អទៅនឹងអាកាសធាតុត្រជាក់ធ្វើឲ្យស័ង្កសីមានអាយុកាលយូរអង្វែងរបៀបនៃការប្រើប្រាស់ផ្ទៃត្រូវតែស្អាតដំបូលគ្មានធូលីឬគ្មានកម្ទេចកម្ទីត្រូវឈូសសម្អាតច្រេះឲ្យបានល្អលើដំបូលស័ង្កសីត្រូវវាស់ផ្ទៃដំបូលស័ង្កសីដើម្បីកំណត់បរិមាណកៅស៊ូបបិទពន្លាកៅស៊ូបបិទទៅតាមផ្ទៃដែលត្រូវបិទចាប់ផ្ដើមបកកៅស៊ូបបិទពីខាងលើមុននិងច្បូតឲ្យអស់ខ្យល់ដោយប្រាកដថាផ្ទៃខាងលើជាប់ល្អធ្វើការរមូរកៅស៊ូបបិទបញ្ចូលវិញរហូតដល់លើចាប់ផ្ដើមបកស្រទាប់ខាងក្រោមចេញបណ្ដើរនិងច្បូតខ្យល់ចេញបណ្ដើរដើម្បីឲ្យអស់ខ្យល់និងស្អិតជាប់ល្អដោយការសង្កត់ដោយរលោងចំពោះចុងដំណកៅស៊ូយើងកាត់ខាងចុងដំណជាកែង30ដឺក្រេដើម្បីបន្តស្រទាប់បន្តទៀតដោយរបៀបបិទដដែលជាធម្មតាកៅស៊ូមានមុខដំណ80មីលីម៉ែត្រជាមុខដំណសម្រាប់តភ្ជាប់កៅស៊ូពីមួយទៅមួយដោយការដាក់ធ្នេរពីលើ80មីលីម៉ែត្រនិងបកផ្ទៃបាតដដែលហើយច្បូតឲ្យអស់ខ្យល់បន្ទាប់មកចាប់ផ្ដើមបកធ្នេរជាមួយគ្នាហើយចាប់ផ្ដើមសង្កត់ធ្នេរដោយរលោដែកនិងការសង្កត់ផ្ទៃយើងរួមគ្នាកសាង